សម្រាប់ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាក៏មិនជឿខ្ញុំដែរនៅពេលដែលយើងចង់ធ្វើការជាមួយនឹងក្រុមហ៊ុនណាមួយយើងមានភាពជឿជាក់និងកក់ក្ដៅជាមួយក្រុមហ៊ុននោះទីមួយយើងសម្លឹងទៅលើអគ្គនាយកឬក៏ស្ថាបនិកក្រុមហ៊ុនតែម្ដងតើគាត់ជាបុគ្គលបែបណាចាហើយទី2តើតើក្នុងក្រុមហ៊ុននោះតើមានរោងចក្រខ្លួនឯងឬក៏អត់ហើយរោងចក្រនោះស្តង់ដារកម្រិតណាហើយទី3គឺការទទួលស្គាល់របស់ក្រុមហ៊ុនតែម្ដងទាំងច្បាប់ជាតិនិងអន្តរជាតិតើកម្រិតណាចាក្រុមហ៊ុនខ្មែរផលិតផលខ្មែរខ្ញុំជឿជាក់បងប្អូនថាមិនខុសខ្ញុំទេគឺចង់ធ្វើការជាមួយនឹងក្រុមហ៊ុនខ្មែរតែម្ដងផលិតផលខ្មែរតែម្ដងហើយសំខាន់ក្តីសម័យមួយនោះផលិតផលខ្មែរដែលមានគុណភាពប្រសិទ្ធភាពសុវត្ថិភាពខ្ពស់គឺចរាចរទៅក្រៅប្រទេសបានមិនត្រឹមតែក្នុងប្រទេសទេគឺក្រៅប្រទេសបានអញ្ចឹងបងប្អូនដែលកំពុងតែគិតដូចខ្ញុំចាស់សម័យដូចខ្ញុំអញ្ចឹងណាឥឡូវនេះខ្ញុំជួបផ្ទាល់គឺនៅទីនេះឯងចាគឺនៅទីនេះឯងចាសម្រាប់ក្រុមហ៊ុនខ្មែរផលិតផលខ្មែរដែលស្តង់ដារទាំងជាតិនិងអន្តរជាតិហើយច្បាប់ទទួលស្គាល់ទាំងជាតិអន្តរជាតិដូចគ្នាចាហើយរីកចម្រើនខ្លាំងក្នុងត្រឹមពេលតែ3ឆ្នាំតែប៉ុណ្ណោះចាគឺពៀនជាច្រើនទទួលបានណាបងប្អូនអញ្ចឹងដើម្បីយើងមកសិក្សាជាមួយនឹងក្រុមហ៊ុនទាំងអស់គ្នាតើស្តង់ដារកម្រិតណាហើយអំណាចនៃការសាងប្រាក់ចំណូលកម្រិតណាសូមទីនេះតំណែងជាមួយអាឡែនបន្តចាតាមរយៈលេខ07860ចាជួបផ្ទាល់ជាមួយនឹងអាឡែននៅក្រុមហ៊ុនតែម្ដងឬក៏ជួបជាមួយថ្នាក់ដឹកនាំនៅក្រុមហ៊ុនតែម្ដងចាឥឡូវនេះកំពុងត្រូវការធនធានមនុស្ស5នាក់ដើម្បីបណ្ដុះបណ្ដាលឲ្យខ្លាចជាធនធានមនុស្សចាអ្នកជំនួយអាជីពតែម្ដងចាកុំភ្លេចណាបងប្អូនចាចំនួនមានកំណត់